បាទបងប្អូននេះគឺបន្លែអន្លក់ដែលខ្ញុំបានអូសូនរួចហើយអញ្ចឹងឥឡូវនេះខ្ញុំយកមកញ៉ាំបាទជាមួយនឹងអាហារដែលខ្ញុំចូលចិត្តបាទថាដែលខ្ញុំញ៉ាំជាប្រចាំបងប្អូនដោយសារខ្ញុំភាគច្រើនខ្ញុំធ្វើការងារច្រើនអត់សូវមានពេលធ្វើម្ហូបធ្វើអីទេអញ្ចឹងពេទ្យគាត់បានណែនាំថាបើយើងចង់បានសុខភាពល្អយើងត្រូវញ៉ាំរបបអាហាររបស់យើងត្រូវមានស្រស់មានស្រស់ខ្លះមានឆ្អិនខ្លះអញ្ចឹងណាបាទ50ស្រស់50ឆ្អិនបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំក៏បានញ៉ាំបន្លែបាទខ្ញុំញ៉ាំបន្លែដែលអូសូនរួចអញ្ចឹងបាទថាញ៉ាំទៅគឺវាមានសុវត្ថិភាពមិនភ័យខ្លាចរាគរូសឬក៏ខ្លាចមានជាតិពុលជាតិគីមីយើងអូសូនរួចគឺជាការស្រេចអាចញ៉ាំបានតែម្ដងណាបាទបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមណែនាំជាមួយនឹងអាហារខ្មែរដែលសម្បូរបែបបាទនៅខាងមុខខ្ញុំនេះគឺមានបុកកតុយហេះមានដបតូចមានដបធំបាទហើយអានេះមានប្រហុកខ្ទិះអញ្ចឹងនៅក្នុងទូខ្ញុំមានច្រើនមានគ្រប់មុខណាបងប្អូនអញ្ចឹងនៅក្នុងទូរបស់ខ្ញុំគឺមានគ្រប់មុខតែម្ដងគឺមាន7មុខគឺក្នុងទូខ្ញុំមាន7ដូចគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកញ៉ាំជាមួយនឹងកតុយហេះណាបងប្អូនឥឡូវយើងមកញ៉ាំទាំងអស់គ្នាម្ហូបនេះងាយបងប្អូនអត់ពិបាកច្រើនទេគឺគ្រាន់តែហែកថង់មកគឺបើកកម្រោកគឺញ៉ាំបានតែម្ដងណាអត់ពិបាកនេះទៅសក់ឆ្ងាញ់ណាស់បងប្អូននិយាយទៅហឹរតិចហើយរសជាតិមកល្មមនិយាយទៅគឺរសជាតិដើមរបស់អ្នកបាត់ដំបងតែម្ដងបុកពេលសន្និវាយើងចារួមគ្នាបងនឹងពុំបានស្គាល់គ្នាជានិស័យរងចាំស្ដាយយូរគូព្រេងនៅក្នុងក្តីស្រមៃបេះដូងពុស្នេហ៍ចរណៃគឺជានិស័យបបេបានចាភក្ត្រាស្រទន់មានមុនសំដំអោកែវឆោមយំឲ្យរៀមចាំចិត្តចេតនាសំរងព្រោះផងលោមពោល្អដូចអប្សរាប្របីស្មាកូនទេវតាឲ្យបងស្នេហាដកចិត្តមិនរួចចាំបេះដូងអូនអើយបងស្រឡាញ់ចិត្តនេះអិនលៀងគឺនាងដែលបងប្រាថ្នាទុកជាគូគប់រួមនិស័យកាយខ្នើយវាសនាតាអូនមេត្តាសន្តោកករណាព្រមនាងនេះទេអារម្មណ៍ស្និទ្ធស្នាលខ្លាចជាស្នេហាប្រច័ណ្ឌជីវ៉ាពេលអូននៅគិតក្បែរគេបេះដូងដឹងច្បាស់ស្រឡាញ់ប៉ិតស្មឹងតែមានមេធ្វើគូក្រងបងបានទេសន្យាមិនរេស្មោះបងប្អូនជឿអត់ថាខ្ញុំញ៉ាំម្ដងអស់មួយកែវនេះមួយកែវតូចនេះគឺទម្ងន់150ក្រាមអញ្ចឹងខ្ញុំញ៉ាំម្ដងយ៉ាងច្រើន2ដងអស់មួយកែវហ្នឹងហ្មងដោយសារអីដោយសាររសជាតិបងប្អូនណារសជាតិដើមឆ្ងាញ់និយាយទៅគឺសម្រាប់ខ្ញុំហឹរតិចហើយលក្ខណៈរសជាតិធឹងដិតអញ្ចឹងយើងញ៉ាំជាមួយនឹងបន្លែទៅគឺចាប់ជាតិគ្នាតែម្ដងហើយអាហារនេះគឺវាមានកម្រិតស្តង់ដារខ្ពស់បាទថាមានការទទួលស្គាល់ត្រឹមត្រូវមានរោងចក្រមានសិប្បកម្មមានរោងចក្រសហគ្រាសផលិតត្រឹមត្រូវផលិតដោយកូនខ្មែរយើងមានអនាម័យពិសេសគឺរសជាតិខ្ញុំឲ្យរ៉េត10លើ10តែម្ដងបងប្អូនណាអូយបងប្អូនអើយឆ្ងាញ់ហួសពីនិយាយទៅដឹងនិយាយអីលេងនិយាយអីមិនចេញហ្មងណារកអី
មិននិយាយឲ្យអារម្មណ៍ពេលហ្នឹងគឺឃ្លានណាបងប្អូនបងប្អូនញ៉ាំអស់មែនតានេះឃើញទេមួយកែវដាច់ប៉ាត់បាទដោយសារអីរសជាតិគឺឆ្ងាញ់ខ្ញុំឲ្យរ៉េត10លើ10តែម្ដងហើយមួយទៀតបន្លែរបស់យើងគឺត្រូវបានអូសូនបានថាញ៉ាំដោយសុវត្ថិភាពអញ្ចឹងញ៉ាំទៅអត់មានក្តីបារម្ភអត់មានកង្វល់អីទេបាទអញ្ចឹងញ៉ាំអស់តែម្ដងអញ្ចឹងប៉ុណ្ណេះបានរួចមកពេលទៀតហើយបងប្អូនអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយបាទ